រៀបច្បាស់គឺខ្ញុំទេរៀបច្បាស់គឺខ្ញុំទេពួកឯងទៀតហើយចង់ស្លាប់ហ៎នេះគឺជាស្រាលល្អដែលខ្ញុំបិទដោយផ្ទាល់ដៃយកមកជូនរៀបច្បាស់ជាពិសេសសូមរៀបច្បាស់ទទួលយកមិនត្រូវទេនៅសុកយកស្រាលល្អមកច្បាស់ជាមានល្បិចហើយគ្មានល្បិចអីទេថ្ងៃនោះខ្ញុំរំខានដល់នាងហ្វេយៀនថ្ងៃនេះបើសុំទោសជាពិសេសពួកឯងអាចរកកន្លែងឃើញគួរតែមានបំណងផ្សេងមិនក៏មិនឆាប់និយាយត្រង់មកនិយាយមកខ្ញុំបានចាជិលងខ្ញុំលាសិនចង់មកគោរពលោកគ្រូសូមទទួលខ្ញុំជាសិស្សផងនៅសុកមានគេមកសុំយើងហាត់គុណប៉ុន្តែមានអ្នកខ្លះបោះហើយសុំដកខ្លួនទៅវិញទៅយើងក៏មិនកាច់កង់អីច្រើនដែរពួកឯងនិយាយទៅមើលហេតុអីពួកឯងចង់ហាត់គុណពីយើងនោះហាត់គុណដើម្បីសុខភាពហាត់គុណដើម្បីស្មារតីដោយសារតែខ្ញុំមានចិត្តចង់ហាត់វិជាគុណខ្ពង់អាចបញ្ឈប់ទង្វើអាក្រក់របស់ជនក្បត់ទើបគុណធម៌អាចយកឈ្នះអំពើអាក្រក់បានអ្វីទៅជាគុណធម៌ជួយអ្នកទន់ខ្សោយជាគុណធម៌លះបង់ដើម្បីអ្នកដទៃក៏ជាគុណធម៌ឃើញទេវិជ័យល្អយ៉ាងនេះសមជាអ្នកត្រៀមសូត្រមិនសមជាអ្នកហាត់គុណនោះទេគួរតែទៅរាជធានីប្រឡងយកឈ្មោះបណ្ឌិតកុំមករំខានយើងឲ្យសោះណាបងគេធ្លាប់រៀនសូត្រមិនមែនជាអ្នកទៅពេកទេឯងនេះម្យ៉ាងទៀតអ្នកខ្លះហានប្រកាសចេះទាំងអក្សរសិល្ប៍និងវិជ្ជាគុណនិយាយត្រូវអ្នកនាងហ្វេយៀនចំជាអ្នកចេះដឹងមែនបាត់បត់ទៅឯងគិតថាហ្វេយៀនជួយនិយាយឲ្យពួកឯងនេះបើឲ្យយើងទទួលពួកឯងជាសិស្សពួកឯងដឹងថាធ្វើបានឬក៏អត់ដល់តែសាកទឹកដឹងឲ្យទៅរៀនច្បងព្រមសាទុកថាផ្ដល់មុខឲ្យខ្ញុំបើសិនជាខ្ញុំប្រឡងមិនជាប់ទេសុកចិត្តត្រឡប់ទៅវិញមិនហ៊ានរំខានតទៅទៀតត្រូវសាកល្បងមកចោះពួកខ្ញុំប្រកាសជាធ្វើបានជាមិនខានចាប់ដួលពួកឯងជាការងាយស្រួលខ្លាំងណាស់ស្រានេះយើងទទួលទុកសិនចុះស្រាល្អត្រូវនឹងសត្វព្រៃទើបដឹកទៅវិឆ្ងាញ់ឥឡូវចេះចុះពួកឯងទៅពីរនាក់ឡើងទៅលើភ្នំប្រើដៃទេឲ្យតែសម្លាប់ខ្លាកំណាចបានថ្ងៃស្អែកថ្ងៃត្រង់យកឯងធ្វើជាសិស្សខ្លាកំណាចប្រើដៃទេមានចេតនាធ្វើបាបពួកខ្ញុំតាមានចេតនាធ្វើឲ្យពួកឯងមែនបើឯងធ្វើមិនបានរឿងហាត់គុណនោះឈប់ដឹកវាទៀតទៅឬច្បងបើសិនជាការផ្សោតផ្សេងឲ្យខ្ញុំឡើងភ្នំភ្លើងក៏បានដែរក៏ប៉ុន្តែឲ្យខ្ញុំឡើងភ្នំបាយខ្លាខ្លាចតែមិនកានខ្ញុំមិនហ៊ានលាក់បាំងទេនៅលើភ្នំមានខ្លាសមួយក្បាលវាជិតស្និទ្ធនឹងខ្ញុំណាធ្លាប់រាប់អានជាមួយនឹងខ្លាសទៀតអីមើលទៅមិនធម្មតាមែនជាទេវតាមកពីទឹកខាងណាបើរាជបោះសួរថើខ្ញុំក៏មិនលាក់បាំងដែរឪពុករបស់ខ្ញុំគឺមេតបប្រមុខឈ្មោះចៅអាមនុស្សនៅក្នុងព្រៃភ្នំនេះស្គាល់តែដីមួយមន្ត្រីឬក៏លោកម្ចាស់មេតបប្រមុខស្អីនោះខ្ញុំមិនដឹងខ្ញុំមិនខ្វល់អ្វីទាំងអស់ជីឡុងប៉ុណ្ណឹងទៅបានហើយអ្នកក្លាហានមុខដែកដែលជួយសម្លាប់ចោរព្រៃនិងជួយពជារៀននេះគឺជាគេនឹងហើយចំណែករឿងមុខដៃស្អីនោះយើងដូចជាបានឮខ្លះដែរបើអញ្ចឹងឯងគួរតែចេះវិជាគុណឥឡូវចេះទៅចុះណាឲ្យតែអាចទទួលក្បាច់ពីយើងបាន3ចំណុចនោះយើងបង្ខិតវិជាគុណឲ្យឯងយ៉ាងម៉េចដែរទៅខ្ញុំសុកចិត្តសាក់មួយចុះឯងកុំយល់ព្រមលឿនពេក3ក្បាច់នេះគឺយើងបញ្ចេញកម្លាំងអស់ពីខ្លួនបើសិនជាវាយឯងស្លាប់ឬក៏កុំថាយើងមិនបន្ធូរដៃដែរ
ជួយណែនាំផង ឥឡូវចេះបីក្បាច់នេះឲ្យតែឯងមិនចេញពីរង្វង់នេះទុកថាឯងឈ្នះយើងហើយ ជួយ ជីឡុងអត់អីទេ ពីដែលបាញ់នេះយើងមិនទាន់មកចេញអស់ពីខ្លួននោះទេឯក្បាច់ទី2យើងមិនបន្ធូរបន្ថយឡើយបើស្ដាយក្រោយក៏មិនទាន់គូពេលដែរ បើបោះបង់ចោលមិនមែនជាចាំងជីឡុងទេ ល្អ ជីឡុងយ៉ាងម៉េចតាជីឡុង ហេហើយធ្វើស្អីបើគ្រាគេឡើងមិនយកទេឲ្យគេក្រោកដោយខ្លួនឯង ជីឡុងកុំចង់បានគ្រូអីមិនតាន់គ្រប់ជាគ្រូផងទីបាច់ចិត្តស្លាប់រស់ទៅហើយវាគ្មានតម្លៃទេ បើចង់ហាត់វិជាគុំចិត្តគឺត្រូវតែក្រុមឲ្យគេវាយបែបនេះ ទោះស្លាប់ឬក៏ពិការខ្ញុំជាអ្នករឹតដល់ខ្លួនឯងមិនបន្ទោសអ្នកណាទេ ណែ មើលទៅគេដើរឡើងត្រង់ទៅហើយចាំថ្ងៃស្អែកចាំសាក់មើលទៀតទៅ មិនដែលទៅខំគេទេ ជីឡុងជីឡុងជីឡុងអាចយ៉ាងម៉េចហើយ ស្រានរបស់ខ្ញុំយើងទ្រាំស្រាននេះមិនបានទេតើឥឡូវចេះចុះថ្ងៃស្អែកចាំមកទទួលក្បាច់ទី3ចុះណាឬទេវិយិតពួកយើងត្រឡប់ទៅវិញទៅរកស្ដីតែឲ្យពុកផ្សេងក៏ឆាប់ឡើងឲ្យលឿនទៅ ជីឡុងចាំបាច់ត្រង់ធ្វើអីបើរងមួយក្បាច់ទៀតឯងនឹងត្រូវពិការហើយណែ ទៅយើង ណែណែ ទៅស្វាងហើយ ទៅចាក់ ពួកឯងទៅធ្វើត្រឹមខាងកើតទៅ បាទដល់ជា ជីឡុងមេឃុំនៅទឹកតែមកថ្មីព្រោះតែចង់រកឯងទៅដឹង នេះគឺជាស្រះថ្នាំដែលខ្ញុំទិញឲ្យឆាប់យកទៅរត់ទៅ ខ្ញុំមិនអីទេកុំរំអី មកទៅលោកចោល
គ្រូមិនតាន់បានគ្រប់ផងវាយចិត្តស្លាប់ទៅហើយតែចង់បានអីទៀត ខ្ញុំបដូរជីវិតទទួលស្នៀតមិនមែនចង់បញ្ជាក់ថាខ្ញុំខ្លាំងទេគឺខ្ញុំចង់បញ្ជាក់ស្នៀតរបស់គាត់នៅពុករបស់ខ្ញុំដូចគ្នាឬមួយក៏អត់ ចាហេតុអីបានជាគាត់មិនព្រមទទួលស្គាល់ថាគាត់ជាគ្រូមេតែឥឡូវកូនចាស់របស់តង់ជួមកកាន់តែច្រើនមេឃុំដល់ឡើងកាន់តំណែងថ្មីគឺកាយជឺត្បាត់តែមើលតែគេពីខាងក្រៅដូចជាតុនជ្រៀងប៉ុន្តែធៀបប៉ិតគេជាមនុស្សបែបណាយើងមិនតាន់ដឹងផងបើគេជាមនុស្សពើពលបន្តមកទៀតគេចាញ់ស្នៀតក៏យើងមិនដឹងដែរ មិនកើតទេខ្ញុំចេញទៅស៊ើបមើលសិនលោកមិនតបកៅមនុស្សមុខដែកនោះ មិនបាច់ប្រញាប់ពេកទេយើងគួរចាំឲ្យចំចំណុចស្លាប់របស់មនុស្សមកដែករួចហើយត្រជាក់ឲ្យចំត្រូវហើយយើងមានគំរូមនុស្សមកដែកដែរទេ មានខ្ញុំត្រឹមរីហើយ ប្រហែលថ្ងៃនេះរំខានដល់លោកមិនតបឋានជួយគូមុខ4-10ឲ្យខ្ញុំផងណា អោះ មានតែឈិញអើទេឡោះចាំពេលដឹកខ្ញុំនិងគ្រូមីទទួលស្គាល់គ្នាហើយខ្ញុំនឹងឲ្យគេធ្វើកងដៃប្រាក់ស្អាតឲ្យនេះ លោកមិនចាំដែរខ្ញុំនឹកស្មានថាលោកគ្រាន់តែនិយាយលេងរួចហើយផ្លេចបាត់ទៅហើយ មិត្តល្អដែលធ្លាប់រត់ស្រាតលេងជាមួយគ្នាតាំងពីតូចមកខ្ញុំមិនអាចភ្លេច មិនល្អធ្លាប់រត់លេងជាមួយគ្នាលោកចាត់ទុកខ្ញុំត្រឹមតែចំណល្អទេ មែនហើយខ្ញុំនិយាយខុសហើយ គ្មានចិត្តខ្លាំងមែនមិនស្មាននឹងសត្វគោមួយក្បាលផង តែណាហ្នឹង ខ្ញុំប្រាប់លោកចុះចាស់ច្រឡំបញ្ចុកលោកតែបញ្ចុកឆ្កែវិញល្អជាង ហ៎ចាំផង យកស្លាប់មកបង្ក្រាបសត្រូវពិតមិនពិតណោះលោកមិនតកៅអ្នកខ្លាំងដែលយើងចាត់ឲ្យទៅយើងជើក្រៅពីម្នាក់ដែលមានសំណាងស្លាប់មកវិញអ្នកផ្សេងទៀតត្រូវសម្លាប់ហើយ ត្រូវស្លាប់ដោយរបៀបម៉េច កងសង្ចាន់ក្រោយពីទទួលបានបញ្ជាពីរាជគ្រូលោកម្ចាស់វិញមិនព្រមធ្វើតាមហើយថែមទាំងស្រាយជើយ៉ាងខ្លាំងដូច្នេះហើយអ្នកខ្លាំងទាំងអស់គឺត្រូវលែងមានជំនួយបង្កប់ខ្លួននៅក្បែរកងសង្ចាន់នៅក្រៅក្រុងចំពោះមុខនេះជិតបានសម្រេចហើយ ច
អ្នកនាង កងសិនចានដាក់ទម្លាក់អាវុធចុះទៅបើមិនចឹងទេកូនស្រីលោកស្លាប់ បាននិយាយអញអាទៀតយើងតែចាំសក់សក់ឯង លោកបោះគួយគឺទិសបោះហើយ ទៀតទៅមកចង់ពីអូនណាលេខពួកក្បត់អូនចោលទៅលេខគេចោលទៅ មិនស្មានថាបងប្អូនលីប៉ៃគួយអ៊ីចាំងហ្វីវិជាគុតកំពុងពោះថ្ងៃនោះបានជួបតាមផ្លូវសំណាងហើយមិនប្រយុទ្ធគ្នាកុំអីលទ្ធផលពិបាកប៉ាន់ស្មានខ្លាំងណាស់ ពេលនេះកម្លាំងរបស់យើងខ្លាំងណាស់មិនចាំបាច់សុំកងសុនច័ន្ទជួយទេចង់រកដៅទឹកទាំងពីរមិនបាច់ជាការលំបាកឡើយ របាំងមកនៅធ្វើបានយ៉ាងម៉េចទៅហើយ ថ្ងៃស្អែកនេះរួចរាល់ហើយ ដល់វេនហើយមនុស្សមកដៃខ្ញុំទទួលទៅក្លាហានមែនទែនត្រៀមខ្លួនហើយយើងមកចេញក្បាច់ហើយណា ឬច្បាស់ណែនាំចា Alat keran baik baik si mendul.ល្អណាស់ យើងបាច់ហើយបាច់ហើយហើយនេះគាត់បើមែន